នៅថ្ងៃវិនាសដ៏ក្តៅគប់បានមកដល់នៅថ្ងៃទី3ដោយមានសីតុណ្ហភាពផ្ទៃខាងក្រៅលើសពី70ខណៈពេលដែលក្មេងស្រីនិងម្ដាយរបស់នាងត្រូវបានជាប់នៅក្នុងវិឡាដែលគ្មានទឹកភ្លើងឬសម្ភារៈប្រើប្រាស់ពេលទ្វារខាងមុខបើកដំបូងឡើយពួកគេសង្ឃឹមថាវាជាឪពុកដែលត្រឡប់មកវិញជាមួយទឹកប៉ុន្តែផ្ទុយទៅវិញវាគឺជាក្រុមមនុស្សដែលមកធ្វើបាបពួកគេនៅខាងក្រៅលើនេះវាមានភាពវឹកវរទាំងស្រុងនៅគ្រប់ទីកន្លែងមនុស្សកំពុងស៊ូដើម្បីទឹកនិងអាហារបងបានធ្វើបែបនេះដើម្បីរក្សាពូជពងគ្រួសារទាំងពីរតែឯងខ្វាក់ពូជពងអ្វីឯងមិនឃើញទេនេះជាក្មេងប្រុសម្នាក់នៅក្នុងលោកនេះឥឡូវនេះពឹងផ្អែកលើស្ត្រីពីរនាក់ដើម្បីធ្វើអ្វីដែរនេះគឺជាមួយសម្រាប់គ្រួសាររបស់យើងទាំងពីរបានសម្រាលកូនប្រុសដ៏មានតម្លៃម្នាក់នៅតែមានទឹកនៅទីនោះតែនេះគឺជាសម្រាប់កូនស្រីរបស់ខ្ញុំនិងខ្ញុំទឹកចុងក្រោយដែលយើងមានវាជាខ្សែជីវិតចុងក្រោយរបស់យើងគ្មាននរណាម្នាក់ប៉ះវាទេវាជាទ្រព្យសម្បត្តិគ្រួសារពេកហើយហេតុអ្វីតែឯងគួរយកវាទាំងអស់ចេញឥឡូវនេះទុកឲ្យកូនផឹកមុនសិនឯងញ៉ាំអាហាររបស់ខ្ញុំរស់នៅក្នុងផ្ទះរបស់ខ្ញុំហើយឥឡូវនេះឯងចង់យកសម្ភារៈរស់រានមានជីវិតចុងក្រោយរបស់យើងឯងច្រើនពេកហើយម៉ាក់ភ្លាមក្មេងស្រីបានភ្ញាក់ពីសុបិនដ៏អាក្រក់នេះនាងបានដឹងថានាងមិនស្លាប់ទេហើយនាងបានត្រឡប់មកវិញនៅថ្ងៃទី5ខែកក្កដាគឺ15ថ្ងៃមុនពេលគ្រោះមហន្តរាយកម្ដៅមកដល់នាងគុតស្ថានសុខក៏មានភ្នែកបានឲ្យត្រឡប់មកវិញនាងនឹងសងសឹក Today សួនចៅប្រុសដ៏មានតម្លៃស្រីសាហាយយីចាស់និងគ្រួសារពួកគេទាំងមូលលោសាដោយវេទនានៅក្នុងឋានរកលើដីនេះវាយកូននៅរស់ម៉ាក់មិនបានធ្លាក់ទេម៉ាក់មានសុបិនអាក្រក់មួយម៉ាក់សុបិនថានៅខាងក្រៅវាក្តៅល្មមអាចដុតនរណាម្នាក់ឪពុករបស់កូនគាត់មិនបានមកជួយសង្គ្រោះយើងទេគាត់បាននាំស្ត្រីម្នាក់និងក្មេងប្រុសតូចម្នាក់ពួកគេបានរុញអ្នកចេញពីអគារនោះស្ត្រីក្នុងសុបិនឈ្មោះរបស់នាងគឺសួនក្មេងប្រុសនោះមានប្រជុយខ្មៅនៅលើថ្ពាល់ខាងឆ្វេងរបស់គាត់ពណ៌ស្នៅក្នុងជីតាក្នុងសុបិនវាអ្នកដែលដំបងរបស់គាត់នៅលើក្នុងរបស់អ្នកយីទីងសក់ខ្ញុំអង្គុយត្រឹមតែ2ជំហានប៉ុណ្ណោះមើលយើងដោយត្រជាក់យើងត្រូវបានរុញចេញពីបង្អួចដែលមានកម្ដៅ70ម៉ាក់នេះមិនមែនជាសុបិនទេនាងជាប្រធានក្រុមឆេនជាអ្នកដឹកនាំដ៏ម៉ឺងម៉ាត់និងមានប្រសិទ្ធភាពប៉ុន្តែសម្រាប់ Today អ្នកផ្ទុកទំនិញសេរីនេះប្រតិបត្តិដែលរៀបការជាមួយនាងខ្វាក់ភ្នែកពាក់កណ្ដាលជីវិតរបស់នាងហើយនៅទីបំផុតបានបាត់បង់ជីវិតដោយសារតែគាត់លើកនេះក្មេងស្រីនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីដាស់ម្ដាយនាងឲ្យភ្ញាក់ឡើងវិញទាំងស្រុងម៉ាក់យើងបានកើតជាថ្មីយើងបានត្រឡប់មកវិញហើយ15ថ្ងៃមុនពេលមហន្តរាយពិភពលោកម៉ាក់ខ្វាក់ភ្នែកតើខ្ញុំអាចជឿប្រុសចង្រៃនោះដោយរបៀបណាអស់រយៈពេល20ឆ្នាំបាននាំចោកមួយក្បាលចូលក្នុងផ្ទះតើខ្ញុំជាម្ដាយប្រភេទណាទោះបីជាម៉ាក់តែកំភ្លៀងខ្លួនឯងរហូតដល់ស្លាប់ក៏ដោយមនុស្សទេឆាននោះនឹងមិនស្រក់ទឹកភ្នែកសូម្បីតែមួយដំណក់ឥឡូវនេះទេវាប្រហែលជានៅក្នុងសម្បុកកក់ក្ដៅមួយចំនួនកំពុងរៀបចំផែនការរបៀបលួចមរតករបស់ជីតាម៉ាក់បានអនុញ្ញាតឲ្យយើងត្រឡប់មកវិញជាមួយនឹងការចងចាំរបស់យើងមិនមែនសម្រាប់យើងឲ្យវិបត្តិជោគជ័យទេនៅទីនេះយើងឲ្យត្រឡប់មកវិញហើយមើលមនុស្សទេឆាននោះរងទុក្ខវេទនាគូនិយាយទៅហើយការយំគឺគ្មានប្រយោជន៍ទេវីចិត្តរបស់កូនដំណើរការលឿនជាងម៉ាក់ប្រាប់ម៉ាក់ឲ្យរស់រានមានជីវិតតើជំហានដំបូងគឺជាអ្វីជំហានដំបូងពិតណាស់គឺកម្ចាត់មនុស្សដែលបង្កើតយើងជាមួយនឹងការបោកប្រាស់ស្នេហាដ៏ស្មុគស្មាញនោះចូលយើងស្ដាប់អ្វីដែលគាត់នឹងនិយាយសួស្ដីមានរឿងអ្វីកើតឡើងឡែនបងកំពុងគិតក្នុងរយៈពេល2-3ថ្ងៃទៀតវានឹងក្តៅក្នុងរយៈពេល10ថ្ងៃទៀតគ្រួសារយើងនឹងទៅវិឡានៅយឿនឆែននៅជីក្រុងវិឡានោះយើងទៅទីនោះដើម្បីគេចពីកម្ដៅដោយដែលក្មេងស្រីគិតការពីអតីតកាល Today ក៏បានប្រើលេសនៃការគេចពីកម្ដៅដើម្បីបញ្ឆោតម្ដាយកូនទាំងពីរឲ្យទៅវិឡាយឿនដែរបន្ទាប់ពីលោកកម្ដៅបានវិប្រហារវិឡានោះមិនត្រឹមតែជាវិឡាដំបូងគេដែលបាត់បង់អគ្គិសនីនិងទឹកប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានក្លាយជាគោលដៅដំបូងនៃហ្វូងមនុស្សជំវិញកន្លែងនោះគឺជាភ្នូរដែលឪពុកនាងបានជីកសម្រាប់ពួកគេវិឡាយឿនឆែនមិនអីទេដោយសារបងបារម្ភពីអូនល្អដូច្នេះ2-3ថ្ងៃបន្ទាប់អូនសម្រាប់បានល្អនៅផ្ទះកុំបារម្ភអំពីអ្វីទាំងអស់បងនឹងដោះស្រាយការរៀបចំទាំងអស់អូនសម្លាញ់បងស្រឡាញ់អូនគាត់បានបញ្ឆោតយើងឲ្យទៅវិឡាយិនសៀនគាត់ប្រហែលជាបានកែប្រែតំបន់ដែលវិឡានោះស្ថិតនៅជីក្រុងនៅពេលដែលកម្ដៅខ្លាំងវាប្រហាររោងចក្រទឹកនឹងបិទកន្លែងនោះនឹងក្លាយជាដុតដ៏ធំមួយវិឡានោះនៅក្នុងយងសានមិនអាចស្នាក់នៅបានទេខ្ញុំនឹងទូរស័ព្ទទៅភ្នាក់ងារឥឡូវនេះដកប្រាក់ថ្ងៃនេះមិនមែនគ្រាន់តែមួយនេះទេដែលយើងរស់នៅឥឡូវនេះនៅកណ្ដាលទីក្រុងយើងត្រូវលក់វាម្ដងក្មេងស្រីបានគិតថាដំបូងម្ដាយនាងភ្ញាក់ពីដំណេកដោយភាពស្រឡាញ់កម្មដោយសារស្នេហាហើយឥឡូវសែនអាជីវកម្មដ៏ម៉ឺងម៉ាត់របស់ម្ដាយនាងចាប់ផ្ដើមដំណើរការភ្លាមដោយដឹងថាដើមទុនគឺជាជំហានដំបូងដើម្បីស្តុកទុកសម្ភារៈសម្រាប់មហន្តរាយម៉ាក់យើងពិតជាត្រូវលក់ផ្ទះក្នុងតម្លៃទាបជាងតម្លៃទីផ្សារ15ហើយតម្រូវឲ្យបងថ្លៃពេញលេញក្នុងរយៈពេល3ថ្ងៃវាត្រូវតែផ្ទេរទៅកូននេះរបស់ម៉ាក់កូនដែលចង់ទាញយកប្រយោជន៍ពីអ្នកវិនិយោគអ្នកដែលអាចរៃអង្គាសវាជាមួយគ្នាក្នុងរយៈពេល3ថ្ងៃយល់ព្រមលក់ក្នុងតម្លៃបញ្ចុះតម្លៃប៉ុន្តែលក់ផ្ទះទាំងពីរហើយមុនពេលដែលផ្ទះពីរខ្នងត្រឡប់មកវិញបន្ទាប់ពីលក់វារួចគ្រោះមហន្តរាយនឹងមកដល់ថ្លឹងថ្លែងជាមួយគំនរប្រាក់ដែលហៀបនឹងខ្លាយជាក្រដាសគ្មានតម្លៃតើយើងលាក់ផ្ទះណាដែលអាចទប់ទល់នឹងកម្ដៅ70និងហ្វូងមនុស្សស៊ីមនុស្សបេតុងនឹងដែកថែបនៅក្នុងទីក្រុងគឺជាប៉ុន្តែធម្មជាតិមានទូទឹកកកដែលផលិតរួចជាស្រេចម៉ាក់យើងនឹងទៅត្រឡប់ទៅភូមិឈីងស៊ីវិញភូមិឈីងស៊ីរូងភ្នំដីបាក់បែកបីដែលជីតារបស់អ្នកបានបន្សល់ទុកឲ្យយើងបាទដូចចាសសក់មានភ្នំជ្រៅងាយស្រួលការពារត្រជាក់នៅរដូវក្តៅនិងកក់ក្តៅក្នុងរដូវរងាលេនឋានធម្មជាតិក្នុងរយៈពេលត្រឹមតែ15ថ្ងៃប៉ុណ្ណោះខ្ញុំនឹងប្រែក្លាយវាទៅជាបន្ទីថ្ងៃវិនាសដែលមិនអាចជ្រាបចូលបានបីអ៊ីកូននិយាយពិតមែនទេកន្លែងនោះត្រូវបានគេបោះបង់ចោលអស់រយៈពេល20ឆ្នាំហើយក្រៅពីបឹងត្រីស្ងួតទៅទេគ្មានសូម្បីតែស្មៅដុះនៅទីនោះការទិញលេនឋានក្រោមដីនឹងល្អជាងនេះទៅទៀតហេតុអ្វីត្រូវត្រឡប់ទៅរូងភ្នំដីទាំង3នោះវិញហើយរស់នៅដូចមនុស្សក្នុងរូងភ្នំលេនឋានមានមនុស្សច្រើនពេកហើយប្រថុយប្រឋានណាស់មិននៅក្នុងកម្ដៅខ្លាំងទេអ៊ីសូឡុងនៅក្នុងអគារធម្មតាមិនអាចទ្រាំទ្របានទាល់តែសោះប៉ុន្តែរូងភ្នំនៅក្នុងភូមិខៀងខៃដែលសាងសង់នៅលើភ្នំមានកម្ពស់ពីខាងលើពួកវាជាច្រើនម៉ែត្រឬសូម្បីតែរាប់សិបម៉ែត្រនៃសីតុណ្ហភាពធម្មជាតិទាបបំផុតមិនថាវាក្តៅប៉ុណ្ណានៅខាងក្រៅទេសីតុណ្ហភាពនៅតែប្រហែល20ហើយរូងភ្នំចាក់សាវ៉ាយ៉ាងតឹងរឹងចុះយ៉ាងណាចំពោះសន្តិសុខនិងសម្ភារៈវិញនៅពេលដែលទេនឹងក្រុមរបស់គាត់ចាប់បានពួកគេនឹងមកវាលុកដូចឆ្កែឆ្កួតដើម្បីយកវាលុយពីការលក់វិឡានឹងដាក់វាទាំងអស់នៅក្នុងទទេប្រព័ន្ធចាស់ខួងអណ្ដូងជ្រៅ1 300ម៉ែត្រចុះក្រោមដំឡើងប្រព័ន្ធបន្សុទ្ធទឹកកម្រិតឧស្សាហកម្មជញ្ជាំងខ្ពស់លក់បន្លាក់អគ្គិសនីទ្វារការពីការផ្ទុះខ្ញុំនឹងប្រែក្លាយវាទៅជាសត្វខ្លែងដែកដែលគ្មាននរណាម្នាក់អាចខំបានមិនអីទេនៅកណ្ដាលទីក្រុងធ្វើរឿងទាំងអស់នេះនឹងលេចធ្លោពេកនៅក្នុងភូមិស្ងាត់ជ្រងំយើងមានកន្លែងទំនេរច្រើនធ្វើការទៅទុករឿងនេះឲ្យខ្ញុំផងទោះបីជាខ្ញុំត្រូវដុតបំផ្លាញកិត្តិយសគ្រួសារស៊ីនទាំងអស់ក៏ដោយខ្ញុំនឹងយកសម្ភារៈទាំងអស់ប៉ុន្តែយើងនឹងយកលុយពីណាតើយើងយកវាទៅណាឲ្យលឿនបំផុតគាត់មកឪពុកខ្ញុំចោលពិតណាស់វិឡាយិនសិននឹងផ្ទះដែលខ្ញុំកំពុងរស់នៅឥឡូវនេះគឺផ្ទះជាន់លើនៅកណ្ដាលទីក្រុងទាំងពីរស្ថិតនៅក្រោមឈ្មោះរបស់សិនឡានខ្ញុំចង់លក់វាជាកញ្ចប់បន្ទាន់អូអ្នកនាងខ្ញុំជាអតិថិជនធំម្នាក់
លោកប្រធានសិនអាចចនទ្របទាំងពីរនេះគឺជាអាចចនទ្របកម្ពុជានៅក្នុងទីក្រុងនេះខ្ញុំនឹងចុះបញ្ជីវាភ្លាមក្នុងតម្លៃទាបជាងទីផ្សារ15ញីអ្នកនាងពីរអ្នកប្រកាសជានិយាយលេងសើចហើយទាំងនេះមានតម្លៃរាប់សិបលានដុល្លារខ្ញុំមានលក្ខខណ្ឌតែមួយគត់គឺអ្នកទិញត្រូវតែបង់ជាសាច់ប្រាក់ក្នុងរយៈពេល3ថ្ងៃមិនថាអ្នកធ្វើអ្វីក៏ដោយទទួលបានឯកសារទាំងអស់រួចរាល់លុយត្រូវតែនៅក្នុងកណនីរបស់ខ្ញុំនឹងបង្កើនកម្រៃជើងសាររបស់អ្នកទ្វេដងប្រសិនបើអ្នកមិនអាចធ្វើបានទេខ្ញុំនឹងទៅរកអ្នកងារនៅខាងផ្លូវអ្នកអាចពឹងផ្អែកលើខ្ញុំបានខ្ញុំនឹងទទួលយកអតិថិជនទាំងអស់ពីភ្នាក់ងារផ្សេងទៀតភ្លាមសម្រាប់ខ្លួនខ្ញុំក្មេងស្រីចាំបានថានាងស្គាល់ជុំចាស់ដែលជាមនុស្សកំពូលអ្នកលួចចូលប្រព័ន្ធកុំព្យូទ័រនិងអ្នកស៊ើបអង្កេតឯកជនដែលដើរលើខ្សែបន្ទាត់ពណ៌ប្រភេទដើម្បីដោះស្រាយជាមួយមនុស្សលាក់ពុតដូចជាឪពុកទៅឆាននិងស្រីសាហាយនោះដើម្បីប្រើល្បិចចោលខ្វក់បំផុតកំចាត់គាត់ចោលដោយគ្មានអ្វីសោះបាញ់ការងារធំមួយស៊ើបអង្កេតតែពុករបស់ខ្ញុំ2ថ្ងៃខ្ញុំចង់បានកំណត់ត្រាធនាគាររបស់គាត់សម្រាប់រយៈពេល5ឆ្នាំកន្លងមកស្រីកំណាន់របស់គាត់សួរនឹងអាសយដ្ឋានលម្អិតរបស់កូនខុសច្បាប់របស់គាត់រូបថតថាអ្វីក៏ដោយដែលអ្នកអាចទទួលបានស៊ើបអង្កេតតែពុករបស់អ្នករឿងភាពគ្រួសារអ្នកមានការស៊ើបអង្កេតដ៏ស៊ីជម្រៅនេះមានតម្លៃបន្ថែមនិងហានិភ័យប្រាក់កក់ចំនួន200,000ខ្ញុំនឹងផ្ទេរវាលើនេះស្វែងរកស្តាងនៃការផ្ទេរទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍របស់គាត់ខ្ញុំនឹងបន្ថែមមួយទៀត500,000ខ្ញុំគ្រាន់តែត្រូវការល្បឿនយល់ហើយខ្ញុំនឹងមានបាច់ដំបងសម្រាប់អ្នកនៅព្រឹកស្អែកម៉ាក់មានរឿងអ្វីឪពុកដ៏អស្ចារ្យរបស់អ្នកទើបតែប្រើកាត់បន្ថែមដែលខ្ញុំភ្ជាប់ជាមួយកាតរបស់គាត់ដើម្បីចំណាយ 1.2 លានលើអ្វីដែលគាត់កំពុងទិញធានារ៉ាប់រងសន្សំនៅក្រៅប្រទេសកម្រិត10 លានដុល្លារនោះដោយប្រើលុយរបស់ខ្ញុំដើម្បីធានាអនាគតកូនខុសច្បាប់របស់គាត់អនាគតកូនកាត់ទាំងអស់នឹងបង្កក់វាទាំងអស់ចាប់ពីពេលនេះទៅយើងនឹងធ្វើឲ្យគាត់ប្រឈមមុខនឹងថ្ងៃវិនាសដោយគ្មានអ្វីសោះមហន្តរាយគឺនៅសល់3ថ្ងៃទៀតជាមួយនឹងការលក់យ៉ាងសកម្មរបស់អ្នកគ្រប់គ្រងរួមនឹងការបញ្ចុះតម្លៃរបស់ម្ដាយក្មេងស្រីអាចចនទ្រព្យទាំងពីរត្រូវបានដកប្រាក់បានយ៉ាងរលូនបូករួមទាំងប្រាក់ពីការលក់ភាគហ៊ុនក្រុមហ៊ុន45លានដុល្លារជាសាច់ប្រាក់ទាំងអស់នៅក្នុងកណនីនៅក្នុងពេលជាមួយគ្នានេះការតែនទានបន្ថែម today ទាំងអស់ត្រូវបានបង្កក់ទាំងស្រុងដោយក្មេងស្រីលើនេះឪពុកនាងមិនអាចទិញបាន10ទឹកជាមួយកាតរបស់ឪពុកនាងក្មេងស្រីបានផ្ញើរូបភាពអាហារដែលស្តុកក្នុងទូទឹកកករបស់នាងទៅកាន់អ្នកជិតខាងដោយប្រាប់ពួកគេថានាងនិងម្ដាយត្រូវផ្លាស់ទៅបរទេសនាងបន្ថែមថាគ្រឿងផ្សំទាំងអស់មិនអាចយកទៅបានទេដោយអនុញ្ញាតអ្នកសម្អាតសន្តិសុខយកកន្ត្រកទេសមកដាក់អ្វីដែលពួកគេត្រូវការបានព្រោះនាងមិនបានចាក់សោទេហើយវិឡានឹងបដូរម្ចាស់ពួកគេបានដឹងហើយក៏នាំគ្នាសើក្មេងស្រីថាចិត្តល្អហើយនឹងប្រញាប់ទៅយកគ្រឿងផ្សំនៅទីនេះជាកន្លែងដែលក្មេងស្រីបានក្រុមសាងសង់ជួសជុលធម្មតាសម្រាប់រៀបចំផ្ទះប្រឈមមុខនឹងកម្ដៅឋានរោគ70ដោយជាធម្មតាការសាងសង់មុនអាចបញ្ចប់តម្រូវការរបស់ក្មេងស្រីក្នុងរយៈពេល10ថ្ងៃបានទេប៉ុន្តែប្រសិនបើក្មេងស្រីបង់ប្រាក់គ្រប់គ្រាន់ច្បាប់អាចត្រូវបានបំពានអ្នកយឺតពេកហើយវិស្វករជាងខ្ញុំបាននិយាយថាស្រទាប់ដែកនៅក្នុងជញ្ជាំងត្រូវតែមានយ៉ាងហោចណាស់8មកមើលការផ្សារដែលអ្នកបានធ្វើចន្លោះប្រហោងទាំងនេះគឺសម្រាប់ម៉ាស៊ីន Jackhammer ប្រធាន Chen យើងបានសាងសង់វារួចហើយសម្រាប់ស្តង់ដារចម្រុះក្របបែកទុកឲ្យតែចោលធម្មតាទោះបីជាអ្នកបើកឡានដឹកដីបុកវាក៏ដោយជញ្ជាំងនេះនឹងមិនបំបែកនៅទីនេះនៅកណ្ដាលកន្លែងស្ងាត់ជ្រងតើអ្នកកំពុងការពារអ្នកណាខ្ញុំចំណាយថ្លៃ3ដងសម្រាប់3វេនក្នុងមួយថ្ងៃមិនមែនដើម្បីឲ្យអ្នកបង្រៀនខ្ញុំពីរបៀបបង្កើតលុយទេខ្ញុំនឹងបន្ថែម500,000ទៀតនៅយប់នេះរបងប្រឆាំងនឹង limerick នៅលើជញ្ជាំងនិងការខ្លំមើល infrared ទាំងអស់ត្រូវតែត្រូវបានភ្ជាប់ខ្សែនឹងសាកល្បងប្រសិនបើអ្នកមិនអាចក្រុមទាំងមូលរបស់អ្នកចេញខ្ញុំនឹងជំនួសអ្នកក្រុមទី2និងទី3ដាក់សម្ភារៈទាំងអស់នៅលើគ្មាននរណាម្នាក់ដេកយប់នេះទេវាមកពិនិត្យមូលដ្ឋានថ្មីរបស់យើងខ្ញុំមើលខាងលើដុំស្រទាប់ពីរស្រទាប់ខាងក្រោមគឺជាបន្ទះ isolong polyurethane ស្រទាប់ខាងលើអាចឆ្លុះបញ្ចាំង90នៃខ្សែភាពយន្តបំភ្លឺ infrared ពិសេសខ្ញុំបានពិនិត្យទិន្នន័យរៀបណាគម្របនេះនៅទីនោះព្រះអាទិត្យខាងក្រៅទោះបីជាវាអាចចោលលីថ្មក៏ដោយនៅក្នុងទីធ្លានេះវានៅតែត្រជាក់ជាង10ក្មេងស្រីបានគិតថានៅអតីតកាលរបស់នាងក្នុងអំឡុងពេលមហានារីពិភពលោកមនុស្សជាច្រើនទោះបីជាពួកគេលាក់ខ្លួននៅក្នុងបន្ទប់ក្រោមដីក៏ដោយក៏ត្រូវបានដុតជាម៉ាមីដែរហើយម្ដាយនាងនិងនាងនៅរស់រានមានជីវិតក្នុងលោកនេះដោយសមត្ថភាពប្រតិបត្តិការរបស់ម្ដាយនាងគឺជាគន្លឹះសំខាន់